បាទសួស្តីខ្ញុំសូមចូលរួមចែករំលែកទស្សនៈរបស់លោក M Meka M Meka នេះគាត់កើតនៅឆ្នាំ1891ហើយគាត់ស្លាប់ទៅវិញនៅឆ្នាំ1956គាត់បានលើកឃ្លាពាក់ព័ន្ធនឹងច្បាប់ដើម្បីឲ្យយើងអ្នកស្ដាប់ឬក៏ប្រិយមិត្តអ្នកស្ដាប់ទាំងបានជាចំណេះដឹងអ្វីដែលខ្ញុំបានចែកចាយនេះគឺគាត់បានលើកឃ្លាថាច្បាប់និងបទបញ្ជាគឺជាឱសថនៃអង្គភាពនយោបាយហើយនៅពេលណាអង្គភាពនយោបាយឈឺឱសថត្រូវតែប្រាស់បើយើងក៏លេចមើលអំពីបរិបទនៃការប្រែប្រួលនៅបរិស្ថានធម្មជាតិនិងបាតុភូតសង្គមតែងតែកើតឡើងមិនចេះចប់មិនចេះហើយប្រសិទ្ធភាពនឹងការព្យាបាលជំងឺគឺត្រូវការរីកចម្រើនផ្នែកវិទ្យាសាស្ត្រយ៉ាងណាមិញនៅក្នុងទម្រង់នៃអង្គភាពឬស្ថាប័នសង្គមត្រូវមាននយោបាយជាកំណត់ឬក៏នយោបាយជាត្រីនិស័យសម្រាប់ចង្អុលឬតម្រង់ទិសច្បាប់និងបទបញ្ជាគឺជាមូលដ្ឋានមួយដ៏រឹងមាំដើម្បីសម្រេចនយោបាយអង្គភាពក៏ដូចជាការឆ្លើយតបទៅនឹងស្ថានភាពនិងរឿងរ៉ាវសង្គមដែលបាននឹងកំពុងកើតឡើងមូលដ្ឋាននៃការវិវត្តឥតឈប់ឈរនៃការផ្ទុះឡើងជំងឺក៏តម្រូវឲ្យមានការវិវត្តផ្នែកវិទ្យាសាស្ត្រដើម្បីព្យាបាលអ្នកជំងឺផងដែរយ៉ាងណាមិញក្នុងអង្គភាពមួយដើម្បីសម្រេចនយោបាយរបស់ខ្លួនវាទាមទារឲ្យអ្នកគ្រប់គ្រងដឹកនាំច្បាប់ទម្លាប់និងបទបញ្ជាដែលជាវិធានមួយនិងជាបង្អែកដ៏មានតម្លៃមួយដើម្បីធានានៅការសះជារបស់សមាជិកក៏ដូចជាការធានានៅប្រសិទ្ធភាពនៃការងាររបស់ខ្លួនផងដែរពោលគឺការសម្រេចនូវនយោបាយរបស់ខ្លួនដែលបានដាក់ចេញការផ្ដល់ឱសថឲ្យអ្នកជំងឺខ្វះការវិនិច្ឆ័យរោគសញ្ញាឲ្យបានល្អិតល្អន់និងការខ្វះការពិគ្រោះយោបល់ពីអ្នកជំនាញពាក់ព័ន្ធនិងគ្មានឱសថជាដើមអាចបង្កើតជាបញ្ហានិងហានិភ័យដល់អ្នកជំងឺឬជំងឺដែលមានការវិវត្តទៅតាមសម័យកាលមិនអាចព្យាបាលបានតួយ៉ាងចំពោះគតិបណ្ឌិតរបស់លោក Ambecker បានលើកឡើងថាច្បាប់និងបទបញ្ជាគឺជាឱសថនៃនយោបាយនៃអង្គភាពនយោបាយហើយនៅពេលណាអង្គភាពនយោបាយឈឺចាំបាច់ឱសថនោះត្រូវតែប្រាស់លោកចង់បង្ហាញថាទាំងការប្រព្រឹត្តរបស់មនុស្សនៅក្នុងសង្គមឬសមាជិកអង្គភាពមានដំណើរផ្សេងគ្នាដោយសំអាងលើសមត្ថភាពជំរឿសហេតុផលស្ថានភាពនិងឱកាសរបស់ខ្លួនព្រោះពួកគេទាំងនោះបានចាប់កំណើតនិងធំធាត់ក្នុងបរិស្ថានផ្សេងគ្នាតែពួកគេបានរស់នៅក្នុងអង្គភាពឬស្ថាប័នសង្គមមួយតួយ៉ាងយើងម្នាក់ជាសមាជិកសង្គមនៃប្រទេសកម្ពុជាប៉ុន្តែយើងកើតនិងធំធាត់នៅក្នុងបរិស្ថានផ្សេងគ្នាតែទោះយ៉ាងណាក៏ដោយភាពដ៏ឡែក
ទាំងអស់នេះត្រូវតែអនុលោមទៅតាមច្បាប់និងបទបញ្ជាដែលបានកំណត់នៅក្នុងសង្គមមួយទន្ទឹមនឹងហេតុផលនិងជំរឿសសមត្ថភាពនិងស្ថានភាពផ្សេងគ្នានេះយើងឃើញថាមនុស្សទាំងឡាយរស់នៅក្នុងសង្គមតែងនឹងនាំមកនូវរឿងរ៉ាវជាច្រើនឥតគណនាប៉ុន្តែតម្លៃជារួមរបស់ពួកគេគឺការប្រើប្រាស់សិទ្ធិសេរីភាពនិងការទាមទារយកផលប្រយោជន៍ណាមួយនៅក្នុងឋានៈជាសមាជិកអង្គភាពឬស្ថាប័នសង្គមមិនត្រូវប៉ះពាល់ដល់ការអនុវត្តច្បាប់ឬបទបញ្ជាឬក៏ប៉ះពាល់ដល់សិទ្ធិអ្នកដទៃឬធ្វើឲ្យបាត់បង់តម្លៃរួមរបស់មនុស្សឬតម្លៃរួមរបស់អង្គភាពនោះឡើយដូច្នេះក្នុងលក្ខខណ្ឌស្ថាប័នសង្គមគឺបុគ្គលណាជាសមាជិកសង្គមប្រព្រឹត្តដោយបំពានទៅលើគោលការណ៍រួមចាំបាច់ត្រូវតែកែតម្រូវដើម្បីបញ្ចប់ការជឿចាប់និងការពារប្រយោជន៍រួមក៏ដូចជាការការពារប្រយោជន៍រួមដែលមានច្បាប់និងបទបញ្ជាជាមូលដ្ឋានក្រមបន្ទាត់នយោបាយនៃអង្គភាពឬស្ថាប័នសង្គមការប្រើប្រាស់សិទ្ធិសេរីភាពសេចក្តីថ្លៃថ្នូរការទាមទារសេចក្តីថ្លៃថ្នូរឬទាមទារនូវផលប្រយោជន៍របស់សមាជិកនៅក្នុងអង្គភាពឬសង្គមត្រូវអនុលោមទៅតាមច្បាប់និងបទបញ្ជាជាដាច់ខាតបើពុំដូច្នោះទេនៅក្នុងអង្គភាពឬស្ថាប័នសង្គមមានបុគ្គលមួយចំនួននឹងប្រើប្រាស់សិទ្ធិសេរីភាពហួសចាកពីបន្ទាត់នឹងក្របខ័ណ្ឌនយោបាយរបស់អង្គភាពដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួមដូច្នេះដើម្បីរារាំងនិងទប់ស្កាត់អំពើមិនគប្បីដែលកើតមានឡើងចំពោះបុគ្គលអង្គភាពឬស្ថាប័នសង្គមដែលផ្ដើមចេញពីរូបវន្តបុគ្គលឬនីតិបុគ្គលបានបំពានទៅលើសិទ្ធិសេរីភាពសេចក្តីថ្លៃថ្នូរនិងផលប្រយោជន៍របស់សមាជិកអង្គភាពឬស្ថាប័នសង្គមពួកគេចាំបាច់ត្រូវយកចិត្តទុកដាក់និងមើលថែដោយច្បាប់និងបទបញ្ជាដែលបានកំណត់នឹងឯកភាពនៅក្នុងអង្គភាពឬស្ថាប័នសង្គមនោះដូច្នេះក្នុងក្របខ័ណ្ឌនយោបាយដែលជាត្រីនិស័យបានតម្រង់ទិសរបស់អង្គភាពឬស្ថាប័នសង្គមត្រូវតែប្រកាន់ភ្ជាប់នៅវិធានការច្បាប់និងបទបញ្ជារបស់អង្គភាពព្រោះច្បាប់និងបទបញ្ជារបស់អង្គភាពនេះគឺជាបង្អែកដ៏សំខាន់ផ្ដល់នូវភាពកក់ក្ដៅនិងការពារផលប្រយោជន៍រួមរបស់សមាជិកក្រមបទដ្ឋានគតិយុត្តជាតម្លៃរួមសម្រាប់ការគ្រប់គ្រងនិងការដឹកនាំសង្គមក៏ដូចជាការផ្ដល់នូវផាសុកភាពនិងការអភិវឌ្ឍសង្គមផងដែរមិនថាឡើយរូបវន្តបុគ្គលឬនីតិបុគ្គលគឺត្រូវស្ថិតនៅក្រោមអំណាចនៃច្បាប់និងបទបញ្ជាតែមួយដែលកំណត់ដោយអង្គភាពឬស្ថាប័ននយោបាយដឹកនាំនោះមិនថាឡើយរូបវន្តបុគ្គលឬនីតិបុគ្គលក្នុងស្ថាប័ននយោបាយអង្គភាពឬសង្គមដែលបានប្រព្រឹត្តខុសបទដ្ឋានត្រូវតែកម្រិតនិងទទួលទណ្ឌកម្មជាកំផាត់ដើម្បីធានាសម្រាប់ធ្នាប់និងផលប្រយោជន៍រួមគ្មានរូបវន្តបុគ្គលឬនៃបុគ្គលស្ថិតនៅក្រៅអំណាចឬសំណាញ់នៃច្បាប់ឬបទបញ្ជាដែលបានកំណត់នេះឡើយប្រសិទ្ធភាពនៃការអនុវត្តច្បាប់និងបទបញ្ជាគឺជាឱសថទិព្វដើម្បីព្យាបាលជំងឺនិងការធានានៅសុខដុមនីយកម្មសង្គមនិងការវត្ត
មូលដ្ឋាននៃច្បាប់និងបទបញ្ជាទាំងឡាយត្រូវតែឆ្លុះបញ្ចាំងអំពីស្មារតីឆន្ទៈនិងមនសិការរួមនៃមនុស្សជាតិសូមអរគុណ